ស្វាគមន៍មកកាន់វីដេអូថ្មីហើយយើងនឹងចំណាយពេលរយៈពេល7ថ្ងៃបន្ទប់នៅក្នុងទីក្រុងក្រំដីដ៏ធំមួយអូប្រជាម្ចាស់ហើយតើកន្លែងនេះកើតឡើងដោយរបៀបណាទៅអ្វីត្បិតតែវាកើតឡើងនៅថ្ងៃអនាគតក៏ប៉ុន្តែទីក្រុងនេះត្រូវបានកសាងឡើងនៅក្នុងអណ្ដូងរ៉ែដែលមានអាយុកាលជាង1000ឆ្នាំមុននិងមានផ្លូវរូងក្រំដីនិងបន្ទប់ជាច្រើនទៀតរាប់មិនអស់ហើយអ្នកណាតើដឹងថាមានអ្វីដែលយើងត្រូវប្រឈមមុខនោះទាំងនេះគឺជាចិន្តាដែលចូលទៅក្នុងរូងក្រំដីអូតើចិន្តានេះមានអាយុកាលប្រមាណដែរទៅអ្នកឯងសួរខ្ញុំហ៎ខ្ញុំក៏មិនដឹងច្បាស់ដែរអូមិនអីទេឥឡូវនេះយើងចូលទៅទីនោះទៅមើលថាវាខ្ពស់កម្រិតណាវ៉ាវប្រជាម្ចាស់វាពិតជាខ្ពស់មែនឥឡូវនេះយើងនៅក្រោមដីកម្ពស់400ម៉ែត្រហើយភូមិនេះទើបតែមានហើយរូបនេះគឺជារូងការពារគ្រាប់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ដែលរ៉ូម៉ានីទម្លាក់គ្រាប់ម៉ែកមនុស្សរាប់ពាន់នាក់ត្រូវបានលាក់ខ្លួននៅទីនេះហើយពួកយើងគឺជា YouTuber ដែលចង់សាក់រស់នៅទីនេះហើយប៉ុន្មានពួកយើងក៏បានរកឃើញកន្លែងដ៏រឹងមាំមួយសម្រាប់ចំណាយពេលសម្រាប់នៅទីនេះចំនួន1យប់ហើយខ្ញុំគិតថាពួកយើងគួរតែបោះជំរំនៅទីនេះទៅអូហើយអ្នកជាចវាយដូច្នេះជាមួយនឹងការសម្រេចចិត្តនៅផ្ទះយើងនឹងឡើងទៅចាប់កាបូបរបស់យើងដោយប្រើកម្លាំងនិងខួរក្បាលរួមគ្នាអូខ្ញុំបានរកឃើញវិធីល្អបំផុតមួយដើម្បីនាំពួកយើងទៅការបោះតង់អូខ្ញុំបោះវាទៅណាអូដឹកក្រោមចាំទទួលអូវ៉ាវពិតជាអស្ចារ្យខ្លាំងមែនតើបថូនអ្នកបោះវាចូលទឹកអើយចាំតបងអើយសាប់អស់លីងចំណីអាហាររបស់យើងគឺមិនអីនោះទេព្រោះយើងបានច្រកថង់វាទុកយ៉ាងស្អាតហើយយើងម្នាក់ៗគឺមានថង់រៀងខ្លួនអូតើកាបូបអ្នកមានអ្វីខ្លះខ្ញុំសុំមើលតិចមើលតោះទៅមើលអ្នកផ្សេងមើលពួកគេមាននេះខ្លះទៅហើយខ្ញុំចង់នឹងថាអ្វីទៅជាឈួតបំផុតនោះយើងសើតែមិនដែលឃើញទីក្រុងខាងក្រោមដីនេះជញ្ជាំងព័ទ្ធជុំវិញយើងកំពុងតែលាក់ផ្លូវរូងក្រោមដីជាច្រើនសូម្បីតែបន្ទប់មួយធំដូចជាបន្ទប់ដែលយើងកំពុងស្នាក់នៅអូនេះជាកន្លែងអ្វីហ្នឹងអ្វីទោះបីជាយ៉ាងណាក៏ដោយមនុស្សទាំងអស់នេះមិនដឹងថាគឺជារៀងរាល់ថ្ងៃនោះទេហើយខ្ញុំនឹងនាំ YouTuber ដ៏ល្បីម្នាក់ដើម្បីរុករកផ្លូវក្រោមដីនេះប៉ុន្តែ YouTuber កាន់តែច្រើនកាន់តែចូលរួមនៅក្នុងទីក្រុងនេះក៏ជ្រៅក្នុងកាលភាពនេះអូខ្ញុំទើបតែមកដល់ទីនេះទេបងប្អូនហើយពួកយើងទាំងអស់គ្នានឹងចូលគេនៅម៉ោងសមរម្យហើយខ្ញុំនឹងមានអ្វី surprise នាពេលព្រឹកនេះអូនោះគឺជាថ្ងៃដ៏អាក្រក់បំផុតមួយនៅក្នុងទីក្រុងក្រោមដីគឺជាការជោគជ័យនិងការជួបគ្នានៅព្រឹកនេះ Good morning អូប្រូហេតុអីអូវានឹងខ្លាចទៅជាថ្ងៃអស្ចារ្យមួយរឿងនៅម៉ោងព្រឹកនេះខ្ញុំបាននាំអ្នកទាំងអស់គ្នាទៅកាន់ចណ្ដើរយន្តការប្រកាសដ៏ធំមួយចាប់ពីថ្ងៃនេះតទៅជារៀងរាល់ព្រឹកអ្នក YouTuber ដ៏ល្បីបានចូលរួមជាមួយយើងភ្ញៀវដ៏ភ្ញាក់ផ្អើលរបស់យើងបានចុះពីក្នុងចណ្ដើរយន្តមកដែលមានឈ្មោះថា Digion សូមស្វាគមន៍មកកាន់ការបោះជំរំរបស់ពួកយើងអូខេសូមស្វាគមន៍យើងចាំមើលតើ YouTube ម្នាក់ទៀតគឺជាអ្នកណាអូខ្ញុំឃើញសមោលរបស់គាត់ហើយគឺនៅទីនោះអូអ្នកកំពុងតែកែប្រវត្តិសាស្ត្រវ៉ាវខ្ញុំឃើញសមោល2មាន2អ្នកមែនហ្នឹងហើយថ្ងៃនេះ YouTuber គឺមាន2អ្នកដែលមានឈ្មោះថា Sam និង Colby សូមស្វាគមន៍អ្នកទាំងពីរមកកាន់ជំរំរបស់ពួកយើងអូខ្ញុំស្មានតែអ្នកផ្សេងក៏ពិតគឺជាឯងទេហើយ Sam និង Colby មានជំនាញក្នុងការរុករកកន្លែងដែលគេបោះបង់ចោលនិងកន្លែងខ្មោចលងហើយយើងចាំមើលថាតើអ្នកបន្ទាប់គឺជានរណាអូភ្ញៀវរបស់យើងបានចុះពីចណ្ដើរយន្តមកហើយអូនោះប្រហែលជា streamer ដ៏ល្បីល្បាញនៅលើពិភពលោកហើយវ៉ាវខ្ញុំពិតជាបុកពោះខ្លាំងណាស់សូមស្វាគមន៍លោកកៃសេណាវ៉ាវអៃដលមកដល់ហើយសូមស្វាគមន៍មកកាន់ជំរំរបស់ពួកយើងអូលើកទី1ហើយដែលខ្ញុំឃើញ streamer មកដល់ទីនេះអូខេខ្ញុំចង់ឲ្យអ្នកលោតនិងស្ទុះតាមលទ្ធភាពដែលអ្នកអាចធ្វើបានហាស្អីគេអូអញ្ចឹងគឺខ្ញុំលោកសាក់មើលណាជាមួយណាអូវ៉ាវប្រជាម្ចាស់ហើយក៏សូមស្វាគមន៍ YouTuber បន្តលោក Kins Paul វ៉ាវតើគេមកដែរគឺខ្ញុំយល់សពមែនទេអូជាធម្មតាជីមៀនៅទីនេះដើម្បីដើរលេងប៉ុន្តែគាត់កំពុងតែដេកអ្នកអាចតែដាស់គាត់បានអូខ្ញុំនឹងធ្វើវា Good morning អូតើអ្នកកំពុងធ្វើហ្នឹងអ្នកឈួតមែនទេអូយតើអ្នកនាំអ្នកណាគេមកហ្នឹងខ្ញុំដូចជាមិនស្គាល់សោះអូយអ្នកណាទៅខ្ញុំគេងវិញហើយអូខេ let's go វីដេអូនេះគ្រាន់តែឃើញថាតើមនុស្សប៉ុន្មានអ្នកដែលខ្ញុំបានអាចអូសទាញមករំដៅនេះបានហេប្រុសតើអ្នកស្គាល់នរណាម្នាក់ដែលមិននៅទីនេះនោះទេអូគឺកើតរស់នឹងឌីរីយូនអូហើយពួកគេល្ងាចមិញដូចជាលេងសាច់យ៉ាងអញ្ចឹងខ្ញុំគិតថាខ្ញុំអាចនិយាយសម្រាប់អ្នករាល់គ្នានៅទីនេះពួកគេនឹងត្រូវបាននីតិសចរនៅទីនេះហើយនេះគឺជាក្រែតអីរបស់ពួកគេខ្ញុំមិនឲ្យពួកគេប្រើទៀតទេអូវ៉ាវខ្ញុំពិតជាចាប់ជំនួសពួកគេខ្លាំងណាស់វាពិតជាប្រសើរខ្លាំងណាស់លេសាប៊ីនវាពិតជាឈួតហើយរឿងចុងក្រោយដែលខ្ញុំគិតថាការ៉ូនៅតែដេកលក់នោះហើយយើងនឹងទៅដាស់ពួកគាត់ការ៉ូចាប់ភ្ញាក់ឡើងមកលឿនឡើងអូព្រះអើយអូខ្ញុំទើបតែភ្ញាក់ពីដំណេកទេលោក Kin Post អូការ៉ូខ្ញុំពិតជាមានភាពភ្ញាក់ផ្អើលណាស់សម្រាប់អ្នកប្រហែលជាងងុយគេមិនតិចតែមកទីនេះសម្លាញ់ដូច្នេះក្រែគេរបស់អ្នកគឺនៅក្នុងទឹកអ្នកដឹងអត់អូវ៉ាវខ្ញុំស្អប់ទីក្រុងក្រោមដីនេះខ្លាំងណាស់បងប្អូនជាមួយនឹងសង្គ្រាមលេងសើចបានចាប់ផ្ដើមរំខានមនុស្សជាច្រើនលោកការ៉ូបានសម្រេចចិត្តឡើងកាន់តំណែងនិងក្លាយជាអភិបាលក្រុងតើមានអ្នកណាជំទាស់អភិបាលក្រុងនេះដែរឬទេខ្ញុំបោះឆ្នោតឲ្យមនុស្សខ្លីបំផុតគឺអភិបាលក្រុងវ៉ាវតើអ្នកគិតអីហ្នឹងអូខ្ញុំមិនជំទាស់នោះទេ
ដើម្បីបង្កើតសណ្ដាប់ធ្នាប់នៅទីក្រុងនេះអភិបាលក្រុងការ៉ូបានដាក់ទោសជីមីដូនិងការ៉ូពីបទលេងសើចនៅយប់មិញអូហើយខ្ញុំនឹងទៅតែពមៀនអ្នកដោយចំនួនប្រជាជននៅទីក្រុងមួយនេះបានកើនឡើងដល់ YouTuber ចំនួន9នាក់ហើយអ្វីៗគ្រប់យ៉ាងអ្នកនឹងធ្វើជាសក្តិនៅទីនេះខាងក្រៅគ្រាន់តែជាភាពយន្តក្រៃសុតជាការប្រសាណាបើសិនជាអ្នកដេកនៅក្នុងចិនដាវយន្តវ៉ាវចិនដាវយន្តអូតើអ្នកឯងកំពុងតែគិតអ្វីនឹងហើយខ្ញុំនឹងឲ្យអ្នកឡើងចិនដាវចំនួន15ជាន់អូតើអ្នកមិនដែលគិតទេអីហើយអ្នកឯងទៅមកទីនេះយប់មិញទេអ្នកឯងកុំចេះហើយអ្វីក៏បានជាគាត់ជាអភិបាលក្រុងខ្ញុំគ្រាន់តែនិយាយថាវាមិនន័យទេខ្ញុំនឹងធ្វើការបញ្ជាទិញទាំងអស់នេះហើយអ្នកទាំងពីរទៅខាងមុខហើយយកកាបូបរបស់អ្នកហើយឡើងចិនដាវយន្តចោះអូរីករាយនឹងរបបផ្ដាច់ការរបស់អ្នកទៅហេរីករាយនឹងចិនដាវយន្តរបស់អ្នកវិញទៅអេបងប្រុសខ្ញុំដេកបែបនេះដូចជាមេបតយ៉ាងអញ្ចឹងអូមិនអីទេខ្ញុំដេកបែបនេះនៅក្នុងចិនដាវយន្តរហូតហ្នឹងហើយពេលនេះអ៊ុក្រិតជនបានបាត់ខ្លួនទៅហើយតែអ្នកធ្វើអ្វីមុនគេទៅអូហើយរឿងដំបូងដែលយើងទៅធ្វើនោះគឺហើយខ្ញុំគិតថាពួកយើងគួរតែមានកន្លែងទុកដាក់ឲ្យបានស្រួលបួលអូវាគួរតែនៅទីនោះដើម្បីបញ្ជាក់ខ្ញុំនឹងរើអីវ៉ាន់នេះចេញពីក្រែរបស់ខ្ញុំដោយគ្មានហេតុផលនោះទេហេតុអ្វីក៏អ្នកនិយាយបែបនេះទៅវិញនិយាយត្រង់ទៅចោះខ្ញុំមិនដែលធ្វើអ្វីសោះឥឡូវនេះខ្ញុំគ្រាន់តែធ្វើការសម្លាស់បំលៀបំពាក់របស់ខ្ញុំដូច្នេះហើយបន្ទាប់ពីបានធ្វើការទៀមទាគួរឲ្យអស់សំណើចកាល់ជាច្រើនអូថ្ងៃហើយក្មេងប្រុសខ្ញុំនឹងបានចាប់ផ្ដើមរុករកជាប្រចាំថ្ងៃរបស់ពួកយើងហើយមុននឹងឈានទៅដល់ការរុករកក៏យើងទៅទទួលស្វាគមន៍នៅ YouTuber ម្នាក់ទៀតហើយខ្ញុំពិតជាចង់ដឹងខ្លាំងមែនតើអូម្នាក់នឹងប្រហែលជា ISO Speed ឲ្យមើលទៅអូអ្នកគិតថា ISO Speed ដែរអូខ្ញុំគិតថា Gen Z មិនអីទេចាំមើលទាំងអស់គ្នាទៅអូម៉ាស៊ីននោះក៏លុកលឿនម៉េះអូ no ធ្លាក់មកយ៉ាងលឿនអូខ្ញុំគិតថាគេជាមនុស្សស្រីអត់ទេគឺជាមនុស្សប្រុសភ្ញៀវពិសេស6ថ្ងៃនៃយើងនៅក្នុងទីក្រុងនេះ7ថ្ងៃអូនោះគេរៀបបញ្ចេញមកហើយចាំអត់មើលទាំងអស់គ្នាមិនអីទេយើងគឺនៅទីនេះសូមស្វាគមន៍ Witch Store 123ស្វាគមន៍មកកាន់ជំរំរបស់ពួកយើងអូខ្ញុំមានអ្វីដែលនាំមកជាមួយផងដែរណាចាប់អូវាយកមកមើលអូខ្ញុំពិតជារំភើបខ្លាំងណាស់ដែលអ្នកយកប្រអប់នេះមករបស់អ្នកចូលចិត្តទាំងអស់គ្នាអូហើយខ្ញុំចង់បើកប្រអប់នេះខ្លាំងណាស់អូមិនអីទេអ្នកចាប់បើកវាភ្លាមទៅអូព្រះជាម្ចាស់អ្វីហ្នឹងអូគេជា ISO Speed ដែរ Speed Low Rondo សម្រាប់6ថ្ងៃនេះវាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលមាន Witch Store និង ISO Speed ហើយក៏សូមស្វាគមន៍អ្នកទាំងពីរមកកាន់ជំរំក្រំដីរបស់យើងបាទពួកយើងធ្វើដំណើរកំសាន្ត6ឬ7ដងមកហើយនៅតែ Witch Store និង ISO Speed តែប៉ុណ្ណោះមិនអីនោះទេពួកអ្នកតាមខ្ញុំមកបើសិនបើអ្នកទាំងអស់គ្នាចង់បានខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅចំណុចកម្ពស់ខ្ពស់បំផុតនៃភ្នំនេះអូឲ្យអ្នកនិយាយថាលូតខ្ញុំនឹងរុញអ្នកទៅភ្លាមអូមានអីមានខ្ពស់ណាជាមួយខ្ញុំលូត30,000ណាហេកុំអីអូទេអូអ្នកចង់លូតវាមែនខ្ញុំមិនកុហកទេបងប្រុសខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាប៉ុន្តែអ្នករកគ្នាក្លិនស្អុយមានក្លិនស្អុយអូព្រះអើយអ្នកចេះលេងវាទៅរួចអូអ្នកដូចជាមានក្លិនស្អុយខ្លាំងណាស់នេះមើលខ្ញុំសុំហិតមើលតិចមើលអូយឃ្លានអ្នកពិតជាស្អុយខ្លាំងណាស់អូអ្នកឯងថាឃ្លានស្អុយប្រយ័ត្នខ្ញុំវាយអូ ISO Speed តែអ្នកមានក្លិនយ៉ាងណាវិញទៅតោះធីមយើងចាប់ ISO Speed ហាត់ក្លិនអូមិនអីទេទៅខ្ញុំអ្នកហាត់មុនគេអូតើនេះជាក្លិនអ្វីហ្នឹងជួយឈ្ងុយមែននេះអូខេណៃប្រូសម្រាប់តែអញ្ចឹងចុះអូមិនឈឺចាប់ឯងឃ្លៀកខ្ញុំក្លិនអូបជាងឃ្លៀកនេះឯងណែកុំឌឺប្រយ័ត្នខ្ញុំវាយហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺរឿងដំបងដែល Witch Store និង ISO Speed បានត្រួតពិនិត្យមើលហើយនេះគឺជាសង្វៀមបាល់ទាត់នៅក្រោមដីអូហេតុអ្វីអ្នកមិនលេងហ្គេមហើយអ្នកធ្វើអ្វីចំនួន7ថ្ងៃស្ថិតនៅក្រុមពណ៌ខៀវនិង Chipper និង Speed និង Logan អូអ្នកទាំងអស់គ្នាគឺតែមានអត្តពលជាងខ្ញុំហ៎ហើយក្រុមរបស់អ្នកត្រៀមចាញ់ខ្ញុំមកហើយទៅអូមិនអីទេចែកបាយលឿនមកអូហើយកន្លែងហ្នឹងដែរលឺតែ Speed admin ស្ដាប់មិនបានសោះនឹងប្រែថាម៉េចគេដាក់ពេលនេះគឺក្រុម Speed បានសុទ្ធចូលចំនួនមួយគ្រាប់ជយោក្រុម ISO Speed គឺបានឈ្នះទៅហើយការរស់នៅទីក្រុងក្រោមរូងភ្នំនេះគឺរយៈពេល7ថ្ងៃត្រូវបានមកដល់ទីបញ្ចប់ទៅហើយការបញ្ចូលសំឡេងនិងបកប្រែនិងសម្រាយរបស់ admin ក៏ត្រូវបានបញ្ចប់មកដល់ដូចគ្នាហើយកុំភ្លេចណា admin មាន account CapCut Pro ដើម្បីលក់ចិញ្ចឹមកាហ្វេ admin និងថ្លៃកាហ្វេរបស់ admin ប្រចាំថ្ងៃផងដែរជួយទិញម្នាក់មួយទៅណាដើម្បីថ្លៃកាហ្វេរបស់ admin ព្រោះ admin មួយខែទប់ទល់ថ្លៃភ្លើងមិនឈ្នះនោះទេអូមួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភ admin ណា admin ដាក់លេខនិងកងធនាគារនៅខាងក្រោម description អរគុណបាយបាយអូហើយកុំភ្លេច control អ្នកបកប្រែបូកសម្រាយដូចជា admin ផងដែរ